លោកផៃវណ្ណៈថាខ្ញុំថាមែនស្នងការខេត្តកោះកុងបដិសេធរឿងប៉ូលីសចម្រិតលុយចិនខ្ញុំថា AI មែនលោកខៀវកញ្ញរិទ្ធមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះបានបង្ហោះសារមួយលើ Facebook របស់លោកដោយយោងតាមប្រភពឈ្មោះវងសុខេងដែលមានខ្លឹមសារថាថ្ងៃទី31ខែមករាចេញដំណើរពីភ្នំពេញដោយរថយន្ត2គ្រឿងដើម្បីខួបកំណើតខ្ញុំថ្ងៃ1ខែកុម្ភៈគោលដៅកោះកុងតែសំណាងអាក្រក់ពេលចូលច្រកស្រែអំបិលមួយសន្ទុះក៏ជួបតំបន់ត្រួតពិនិត្យគេឆែកឲ្យបើកកញ្ចក់ឡានទាំងអស់ទីបំផុតរកឃើញចិនម្នាក់ជាកូនប្រសាររបស់ខ្ញុំគេបានអញ្ជើញទៅជួបមេហើយសួររកប៉ាសពតតែកូនខ្ញុំមិនបានដាក់តាមខ្លួនទេគ្រាន់តែបង្ហាញប៉ាសពតកូពីតែសមត្ថកិច្ចមិនទទួលស្គាល់ប៉ុន្តែបើចង់ទៅកោះកុងបានត្រូវបង់$15ហើយមិនធានាទេព្រោះត្រូវមានតំបន់ត្រួតពិនិត្យ3កន្លែងទៀតទោះបីចិនកាន់ប៉ាសពតក៏ត្រូវបង់ដូចគ្នាគេមិនប្រាប់ពីមូលហេតុទេសំណេរនេះបានបន្តថាតែខ្ញុំធ្វើដៃជើងប្រាប់កូនថាគេកំពុងបង្ក្រាបល្បែងអនឡាញជាពិសេសជនជាតិចិនដោយភាសានិយាយមិនត្រូវយើងបានត្រឹមលើកកែវជលលើដីកំពុងសោមដដែលត្រីងៀតឆ្លៀពងអញ្ចឹងហើយបើចិនឬបរទេសផ្សេងទៀតចង់ទៅលេងកោះកុងត្រូវត្រៀមឯកសារជាប់ខ្លួនព្រោះករណីនេះបើទោះមានឯកសារគ្រប់គ្រាន់ក៏នៅតែតម្រូវឲ្យបង់$15ដែរប៉ុស្តិ៍ត្រួតពិនិត្យពីផ្លូវបំបែកស្រែអំបិលទៅកោះកុងមានតំបន់ត្រួតពិនិត្យ3កន្លែងបើតឹងបែបនេះសង្ឃឹមថាគ្មានទំនិញចោលសៀមចូលមកបានទេតែពីណាទៅដឹងអ្នកនាំចូលនិងអ្នកត្រួតពិនិត្យមនុស្សក្រុមតែមួយអរគុណសន្តិភាពជឿជាក់រដ្ឋាភិបាលសូមបិទមាត់សិនយ៉ាងណាជុំវិញរឿងនេះផងដែរត្រូវបានលោកផៃវណ្ណៈចេញមកបញ្ជាក់ថាពេលនេះស្នងការខេត្តកោះកុងបានចេញមកបដិសេធជុំវិញរឿងនេះថាជារឿងមិនពិតនិងคล้ายលោកផៃវណ្ណៈបានបញ្ជាក់ថាមែនស្នងការខេត្តកោះកុងចេញមកបដិសេធព័ត៌មានអាយដាមខៀវកញ្ញរិទ្ធបង្ហោះមិនពិតទេគឺคล้ายខ្ញុំថា AI មែនជុំវិញរឿងនេះផងដែរពលរដ្ឋក៏បានចូលទៅ App Fresh AI ដើម្បីពិនិត្យថាតើរូបភាពទាំងនោះជា AI ឬក៏ពិតជាលទ្ធផលបង្ហាញថាគឺជារូបពិត AI ត្រឹមតែ 2% ប៉ុណ្ណោះខ្លះថា AI យ៉ាងម៉េចបើស្លាកលេខច្បាស់ដូចថ្ងៃហើយត្រឹមត្រូវបែបនេះនៅចាំបានទេការដែលពួកសៀមចង់ធ្វើបាបខ្មែរដោយបង្កើតរូប AI ជិះម៉ូតូទង់ជាតិរមូលចូលកម្មម៉ូតូហើយដួលមានឃើញអត់ដឹងថាស្លាកលេខពីខាងណាទេគឺមើលមិនយល់តែនេះគឺច្បាស់ណាស់ពលរដ្ឋបញ្ជាក់ផងដែរថាក្រៅពីបដិសេធនឹងចោទ AI តើមានរបៀបបកស្រាយយ៉ាងម៉េចទៀតចំណុចខ្សោយរបស់រាជការគឺការមិនចេះទទួលស្គាល់កំហុសមិនដែលចេះទទួលយកការរិះគន់មិនព្រមយកចំណុចខ្សោយដើម្បីធ្វើការកែលម្អប្រកែកយកមកឈ្នះបើអ្នកល្មមផុសដឹងតែហៅទៅហើយប្រជាជនហៅថាក្រុមប្រកែករហ័សជាមួយគ្នានេះពលរដ្ឋក៏បានបញ្ចេញមតិផងដែរថាសូមមើល comment ផងកុំប្រកែករហ័សហើយស្ងាត់ឈឹងអញ្ចឹងបង្ហាញតែកាមេរ៉ាសុវត្ថិភាពកន្លែងកើតហេតុថាឡានមិនបានចូលហើយប៉ូលីសមិនបានយកលុយមកចប់រឿងលៀងភាពស្អាតស្អំហើយប៉ូលីសចាប់ចោលត្រូវការភស្តុតាងពលរដ្ឋចោទប៉ូលីសអង្គភាពក៏ត្រូវសំអាងលើភស្តុតាងបង្ហាញដូចគ្នាសម័យនេះហើយមិនមែនសម័យសរសេរសម្បត្តិនោះទេពលរដ្ឋផ្សេងទៀតក៏បានបញ្ចេញមតិថាសូមវីដេអូមើលផងថតអញ្ចឹងមិនជឿតែប្រយ័ត្នខាងឡានឥឡូវមានកាមេរ៉ាដែរបកស្រាយស្រួលបួលបន្តិចមានភស្តុតាងគួរតែបង្ហាញទៅកុំឲ្យខូចកេរ្តិ៍ឈ្មោះបើអត់ដឹងច្បាស់ស៊ើបសិនកុំទាន់ថាអត់